ប្រការ10យ៉ាងដើម្បីឲ្យបានល្អឥតខ្ចោះនៅទីនោះពួកគេនៅជុំគ្នាមានឪពុកម្ដាយពូមីងយាយតានិងក្មេងៗហើយនៅកណ្ដាលទីវានោះពួកគេគ្រប់គ្នាមានពងបែកលើស្បែកដោយសារការធ្វើដំណើរថ្មើរជើងពួកគេឃ្លាននិងស្រែកទឹកពីព្រោះក្តៅខ្លាំងណាស់គេនិយាយថាយើងមិនចូលចិត្តទេធំក្លិនស្អុយណាស់ពួកគេធំក្លិនអញ្ចឹងមែនពីព្រោះគ្មានអ្នកណាម្នាក់បានងូតទឹកអស់ជាច្រើនអាទិត្យមកហើយចូលចងចាំពីការអស្ចារ្យជាច្រើនដែលព្រះជាម្ចាស់បានធ្វើសម្រាប់ពួកគេត្បិតការនោះឯងជាអ្វីដែលពួកគេបានភ្លេចព្រះអង្គបានបំបាំងពួកគេក្នុងពពកព្រះអង្គបានញែកទឹកសមុទ្រចេញហើយបានរំដោះពួកគេឲ្យមានសេរីភាពប៉ុន្តែរាជរបស់ព្រះអង្គនៅតែមិនសប្បាយចិត្តពួកគេមិនខ្វល់អំពីការមានសេរីភាពនោះទេតើនៅពេលដែលពួកគេធ្វើជាទាសករបម្រើដាច់ថ្លៃវាប្រសើរជាងនេះឬអីពួកគេគិតថាយ៉ាងហោចណាស់នៅពេលនោះក៏ពួកគេមានម្ហូបអាហារឆ្ងាញ់ៗជាច្រើនសម្រាប់បរិភោគដែរពួកគេនិយាយថាព្រះជាម្ចាស់មិនចង់ឲ្យយើងរាល់គ្នាសប្បាយចិត្តទេនេះជាពាក្យកុហកដោយការដែលលោកអាដាមនិងអេវ៉ាធ្លាប់បានឮជាច្រើនឆ្នាំកន្លងមកហើយពួកគេនិយាយទៀតថាព្រះជាម្ចាស់បាននាំយើងចេញមកទីនេះដើម្បីនឹងសម្លាប់ពួកយើងព្រះអង្គមិនបានស្រឡាញ់យើងទេប៉ុន្តែពួកគេមិនបានស្គាល់ព្រះជាម្ចាស់ច្បាស់លាស់ទេជារៀងរាល់ថ្ងៃក្នុងការធ្វើដំណើររបស់ពួកគេព្រះជាម្ចាស់បានបង្ហាញឲ្យគេឃើញថាព្រះអង្គតែងតែរក្សាការពារពួកគេប្រសិនបើពួកគេទុកចិត្តនិងស្ដាប់បង្គាប់ព្រះអង្គនៅពេលដែលពួកគេឃ្លានព្រះជាម្ចាស់បានបង្អុរអាហារពីលើមេឃមកឲ្យពួកគេគឺនំប៉័ងធ្លាក់ចុះពីស្ថានសួគ៌មកពួកគេសួរថាស្អីគេនឹងពីព្រោះពួកគេមិនដែលស្គាល់ទេដូច្នេះពួកគេបានហៅនំនោះថាស្អីគេនឹងជាការពិតណាស់នេះជាឈ្មោះដ៏ល្អមួយសម្រាប់របស់អ្វីមួយដែលអ្នកមិនស្គាល់នៅពេលដែលពួកគេស្រែកទឹកហើយចាប់ផ្ដើមឆ្លោះគ្នាព្រះជាម្ចាស់បានធ្វើឲ្យទឹកហូរចេញពីថ្មមកហើយលោកម៉ូសេបានហៅកន្លែងនោះថាឆ្លោះប្រកែកពីព្រោះមើលទៅហាក់ដូចជាឈ្មោះមួយដែលល្អទោះបើពួកគេបានឃើញប៉ុណ្ណឹងហើយក៏ដោយក៏កូនរបស់ព្រះជាម្ចាស់នៅតែមិនទុកចិត្តទ្រង់ឬធ្វើតាមអ្វីដែលព្រះអង្គបានបង្គាប់ពួកគេដែរពួកគេបានគិតថាគេអាចមើលថែទាំខ្លួនគេបានយ៉ាងល្អដោយខ្លួនឯងបានហើយធ្វើឲ្យខ្លួនគេបានសប្បាយចិត្តប៉ុន្តែព្រះជាម្ចាស់ជ្រាបហើយថាពួកគេមិនមានភាពរីករាយទេបើសិនជាគ្មានព្រះអង្គនោះដូច្នេះព្រះជាម្ចាស់បាននាំពួកគេទៅឯភ្នំខ្ពស់មួយព្រះអង្គចង់មានបន្ទូលទៅកាន់រាជរបស់ទ្រង់ហើយបង្ហាញប្រាប់គេថាព្រះអង្គមានភាពយ៉ាងដូចម្តេចព្រះអង្គចង់ជួយពួកគេឲ្យបានស្គាល់ទ្រង់កាន់តែប្រសើរឡើងហើយទ្រង់ចង់ប្រាប់ពួកគេអំពីដែនទឹកដីពិសេសមួយដែលព្រះអង្គនឹងប្រទានឲ្យពួកគេព្រះអង្គមានបន្ទូលថាផែនដីទាំងមូលជារបស់យើងប៉ុន្តែយើងបានជ្រើសរើសពួកឯងពីព្រោះពួកឯងជាគ្រួសារដ៏ពិសេសរបស់យើងហើយយើងចង់ឲ្យឯងរស់នៅក្នុងផ្លូវមួយដែលបង្ហាញឲ្យអ្នកដទៃឃើញថាយើងមានលក្ខណៈសម្បត្តិយ៉ាងណាដើម្បីឲ្យគេអាចស្គាល់យើងដូចជាឯងរាល់គ្នាស្គាល់យើងដែរព្រះជាម្ចាស់បានហៅលោកម៉ូសេឲ្យឡើងទៅលើភ្នំដ៏ធំសម្បើមនោះក៏បានកក្រើកឡើងដុំពពកដ៏ក្រាស់ក៏បានធ្លាក់ចុះមកគោលាន់ឮរំពងរួចរន្ទះភ្លឺភ្លេចពាសពេញមេឃហើយព្រះជាម្ចាស់បានប្រគល់បញ្ញត្តិ10ប្រការដល់លោកម៉ូសេដែលហៅថាក្រឹតវិន័យព្រះជាម្ចាស់បានប្រាប់ទៅពួកគេថាយើងចង់ឲ្យឯងរាល់គ្នាស្រឡាញ់យើងលើសអ្វីទាំងអស់នៅលើលោកីយ៍នេះហើយចង់ឲ្យពួកឯងរាល់គ្នាដឹងថាយើងស្រឡាញ់ពួកឯងរាល់គ្នាដែរនេះគឺជាសេចក្តីសំខាន់លើសជាងអ្វីទាំងអស់ព្រះជាម្ចាស់បានឲ្យក្រឹតវិន័យផ្សេងទៀតដល់ពួកគេដែរដូចជាកុំឲ្យតាំងព្រះคล้ายជាព្រះរបស់ឯងឡើយកុំសម្លាប់មនុស្សកុំលួចឬកុហកក្រឹតវិន័យបានបង្ហាញដល់រាជរបស់ព្រះជាម្ចាស់ពីរបៀបរស់នៅនិងពីរបៀបចូលទៅចិត្តព្រះអង្គព្រមទាំងពីរបៀបធ្វើយ៉ាងណាដើម្បីឲ្យមានភាពរីករាយផងក្រឹតវិន័យនឹងបង្ហាញនៅអ្វីដែលល្អបំផុតសម្រាប់ជីវិតលោកម៉ូសេបាននិយាយប្រាប់ថា
ព្រះជាម្ចាស់បានសន្យាថានឹងថែរក្សាពួកអ្នករាល់គ្នាជានិច្ចរួចលោកសួរគេថាតើឯងរាល់គ្នានឹងស្រឡាញ់ព្រះជាម្ចាស់ហើយរក្សាទុកនៅក្រឹតវិន័យទាំងនោះបានដែរឬទេពួកគេបានឆ្លើយថាយើងអាចធ្វើបានយល់ព្រមយើងសូមសន្យាក៏ប៉ុន្តែពួកគេយល់ខុសហើយពួកគេមិនអាចធ្វើបានទោះបីពួកគេខំព្យាយាមយ៉ាងណាក៏ដោយពួកគេមិនអាចរក្សាក្រឹតវិន័យរបស់ព្រះជាម្ចាស់ឲ្យបានគ្រប់ពេលវេលាឡើយព្រះជាម្ចាស់បានជ្រាបថាពួកគេមិនអាចរក្សាបានទេហើយព្រះអង្គចង់ឲ្យពួកគេបានដឹងខ្លួនដែរគឺមានតែមនុស្សម្នាក់គត់ដែលអាចរក្សាទុកនៅក្រឹតវិន័យទាំងអស់បានហើយជាច្រើនឆ្នាំក្រោយមកព្រះជាម្ចាស់នឹងចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមកឈរនៅកន្លែងជំនួសពួកគេហើយធ្វើជាបុគ្គលដ៏ល្អឥតខ្ចោះជំនួសពួកគេពីព្រោះក្រឹតវិន័យមិនអាចសង្គ្រោះពួកគេបានទេមានតែព្រះជាម្ចាស់មួយអង្គគត់ដែលអាចសង្គ្រោះពួកគេបាន